ประเทศนี้ถ้าประเดี๋ยวสหรัฐอเมริกโลกโดนัลด์ทรัมป์บานบรรจุนซาแต่การสมาชิกสภาถาปฏิบัติการอยู่ที่ระบบโลกประชังหนึ่งอิหร่านบ้านบรรจบให้ไก่ขมองเปลจิมวยกินนูกองทัพสหรัฐอเมริกกำปงเตรียมดำใบเวประหารอิหร่านจีทไม่มาดองเตียดแต่นี้คือจีจำงอลระบบเนี่ยสังเกตการหนึ่งเนี่ยตามด้านสงครามระบบสหรัฐอเมริกจับได้จิมวยอิสราเอลเวียตเลือประเทศอิหร่านตามเปเตอร์เกทาวิมันแมนจิกาพญาพาลเตដែលលោកដូណាល់ត្រាំប្រកាសថាសង្គ្រាមរបស់លោកនៅអ៊ីរ៉ង់ត្រូវបានបិទបញ្ចប់ហើយនោះវាមិនមានការភ្ញាក់ផ្អើលទេដោយសារតែការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះកំពុងតែបំពេញនូវផែនការរបស់លោកដើម្បីបន្តសង្គ្រាមជាថ្មីម្ដងទៀតតែប៉ុណ្ណោះនេះគឺជាការលើកឡើងរបស់អ្នកសង្កេតការណ៍ស្ថានភាពសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កាលពីថ្ងៃទី1ខែឧសភាបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានស្រង់សម្ដីរបស់លោកដូណាល់ត្រាំដែលនិយាយថាសង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ង់ត្រូវបានបញ្ចប់ហើយបញ្ចប់តាមរយៈការអនុវត្តបាននៅប័ណ្ណឈប់បាញ់គ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយនេះគឺជាការបញ្ចប់មុនថ្ងៃទី6ស៊ុបមកដល់ដែលសភាសហរដ្ឋអាមេរិកត្រូវបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបញ្ឈប់សង្គ្រាមរបស់លោកដូណាល់ត្រាំប៉ុន្តែយ៉ាងហោចណាស់ក៏មានសេចក្តីរាយការណ៍មកថាការបោះឆ្នោតកាលពីថ្ងៃប្រហ័សក្នុងសប្តាហ៍នេះគឺនៅថ្ងៃទី30ខែមេសាព្រឹទ្ធសភានៅតែបង្ហាញអំពីការគាំទ្រសង្គ្រាមរបស់លោកដូណាល់ត្រាំនិងនៅតែបង្ហាញអំពីការអនុម័តការបដូរសិទ្ធិឲ្យលោកដូណាល់ត្រាំលើកទ័ពវាយប្រហារអ៊ីរ៉ង់ជាថ្មីម្ដងទៀតប៉ុន្តែគេដឹងហើយថាព្រឹទ្ធសភាគឺមានសម្លេងភាគច្រើនមកពីគណៈបក្សសាធារណរដ្ឋសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រជាធិបតេយ្យរួមនឹងព្រឹទ្ធសភារបស់ខ្លួនតែងតែលើកឡើងនៅដំណោះស្រាយឲ្យបញ្ឈប់សង្គ្រាមលោកដូណាល់ត្រាំនៅអ៊ីរ៉ង់ដែលគេរាប់ទៅគឺមានចំនួន6លើករួចមកហើយមកដល់ថ្ងៃដែលព្រឹទ្ធសភាបន្តផ្ដល់ភ្លើងខៀវឲ្យសហរដ្ឋអាមេរិកមានសិទ្ធិវាយប្រហារអ៊ីរ៉ង់ជាថ្មីម្ដងទៀតតែយ៉ាងណាលោកដូណាល់ត្រាំបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយរបស់គាត់ទៅកាន់សភាថាបើគិតដល់ពេលនេះអត់មានសង្គ្រាមទៀតទេនៅអ៊ីរ៉ង់ព្រោះការអនុវត្តបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី8ខែមេសាមកដល់ពេលនេះគឺត្រូវបានអនុវត្តត្រឹមត្រូវអត់មានការរំលោភបទឈប់បាញ់អ្វីទៀតឡើយវាហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងហើយវាដូចនឹងការបញ្ចប់សង្គ្រាមអន្តរកាលដំបូងទៅហើយនៅពេលនេះតែបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសអារ៉ាប់ចុះផ្សាយថានៅខណៈនេះការប្រែប្រួលនយោបាយនិងសភាពការយោធាដ៏សំខាន់បំផុតនោះគេមើលឃើញសាររបស់លោកដូណាល់ត្រាំជូនដំណឹងទៅកាន់សភាសហរដ្ឋអាមេរិកថាប្រតិបត្តិការរបស់គាត់ឬសង្គ្រាមរបស់គាត់នៅអ៊ីរ៉ង់ត្រូវបានបញ្ចប់ការជូនដំណឹងជាផ្លូវការរបស់លោកដូណាល់ត្រាំទៅកាន់សភាបញ្ជាក់ថារដ្ឋាភិបាលរបស់លោកកំពុងតែបដិញ្ញាក្នុងការអនុវត្តបទឈប់បាញ់ដែលស្នើឡើងដោយប្រទេសប៉ាគីស្ថានហើយទាំងអ៊ីរ៉ង់ទាំងសហរដ្ឋអាមេរិកព្រមទទួលយកនិងអនុវត្តបានពេញលេញនៅពេលនេះគឺអត់មានភាគីណារំលោភបទឈប់បាញ់នោះទេបទឈប់បាញ់នេះត្រូវបានតាក់តែងឡើងដោយប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលការចរចារវាងអាមេរិកនិងអ៊ីរ៉ង់កាលពីថ្ងៃទី7ខែមេសាយ៉ាងណាមិញរដ្ឋមន្ត្រីសង្គ្រាមរបស់សហរដ្ឋអាមេរិកលោក Pete Hegseth ដែលបានចូលខ្លួនទៅបំភ្លឺចំពោះមុខគណៈកម្មការកិច្ចការពារជាតិនៃរដ្ឋសភានិងព្រឹទ្ធសភាបានលើកឡើងថាត្បិតអ៊ីរ៉ង់កំពុងស្ងប់ស្ងាត់ដែលវាដូចជាបញ្ចប់ដំណាក់កាលដំបូងទៅហើយគឺវាបញ្ចប់នៅមុនថ្ងៃទី60ចូលមកដល់យោងតាមច្បាប់សង្គ្រាមសហរដ្ឋអាមេរិកគឺសង្គ្រាមនេះបិទបញ្ចប់ហើយមិនត្រូវការបញ្ជូនលិខិតសុំយល់ព្រមពីសភាជាថ្មីម្ដងទៀតនោះទេព្រោះវាបញ្ចប់មុននឹងការកំណត់ដោយច្បាប់សង្គ្រាមសហរដ្ឋអាមេរិកឆ្នាំ1973ទៅទៀតលោក Pete Hegseth បានធ្វើការបញ្ជាក់ដូចនេះនៅចំពោះមុខសមាជិកគណៈកម្មការសភាទទួលបន្ទុកកិច្ចការពារជាតិកាលពីថ្ងៃប្រហ័សទី30ខែមេសាលោកបញ្ជាក់ថារដ្ឋាភិបាលលោកដូណាល់ត្រាំមិនត្រូវការបញ្ជូនលិខិតសុំបន្តសង្គ្រាមទៅសភាឡើយព្រោះវាមិនមានសង្គ្រាមផ្ទុះឡើងនៅពេលនេះក្រោយពេលលោក Pete Hegseth ចូលទៅបំភ្លឺលោកដូណាល់ត្រាំក៏បានថ្លែងតាមក្រោយថាសង្គ្រាមបិទបញ្ចប់មុនថ្ងៃទី60ចូលមកដល់ហើយលោកបង្ហាញពីមោទនភាពដោយបញ្ជាក់ថាប្រតិបត្តិការរបស់លោកគឺកំពុងជោគជ័យហើយកំពុងតែជោគជ័យថែមទៀតតាមការពន្យល់របស់លោកដូណាល់ត្រាំទំនងជាលោកនិយាយអំពីការដែលសហរដ្ឋអាមេរិកកំពុងតែដាក់ពង្រាយនាវាចម្បាំងឡោមព័ទ្ធច្រកសមុទ្រហ័រមូសដើម្បីរាំងខ្ទប់ភ្លើទឹកដ៏សំខាន់មួយនេះមិនឲ្យអ៊ីរ៉ង់ប្រើប្រាស់បានទៀតនោះទេ
នេះគឺជាការបញ្ឈប់ការបញ្ចេញឧស្ម័នមិនប្រេងឆៅរបស់អ៊ីរ៉ង់ទៅកាន់ទីផ្សារខាងក្រៅដែលជាផែនការរបស់លោកត្រាំក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់លោក Donald Trump ប្រកាសថាការឡោមព័ទ្ធច្រកសមុទ្រកំពុងតែធ្វើឲ្យអ៊ីរ៉ង់ទទួលស្គាល់ថាយន្តការនេះគឺមានប្រសិទ្ធភាពខ្លាំងជាងការដែលសហរដ្ឋអាមេរិកប្រហាត់គ្រាប់បែកនិងបាញ់មីស៊ីលវាយប្រហារទៅលើអ៊ីរ៉ង់ទៅទៀតលោក Trump បញ្ជាក់ទៀតថាភាពស្ងប់ស្ងាត់នៅពេលនេះដោយសារតែអ៊ីរ៉ង់មិនឆ្លើយតបជាមួយនឹងការសងសឹករបស់ខ្លួននោះទេអ៊ីរ៉ង់ស្ថិតនៅក្នុងស្ថានភាពរងចាំតែការដួលរលំតែប៉ុណ្ណោះព្រោះសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដែលដល់មាត់ជ្រាំងនៃការដួលរលំហើយនៅពេលនេះឥឡូវនេះនៅឯមន្ទីររដ្ឋសភាសហរដ្ឋអាមេរិកគណៈបកប្រជាធិបតេយ្យដែលជាគណៈបកប្រឆាំងកំពុងតែចោទសួរថាតើនឹងត្រូវកោះឲ្យលោក Donald Trump មកទទួលយកការអនុម័តម្ដងទៀតពីសភាដែរឬទេចំពោះប្រតិបត្តិការយោធារបស់លោកនៅខណៈដែលសហរដ្ឋអាមេរិកប្រកាសបញ្ឈប់ការវាយប្រហារតែលោក Donald Trump មិនបានដកទ័ពចេញពីសមរភូមិជួរមុខនោះទេដូច្នេះហើយបានជាអ្នកសង្កេតការកំពុងចោទសួរថាអ្វីដែលលោក Donald Trump ប្រកាសថាសង្គ្រាមបានបិទបញ្ចប់ហើយតើបិទបញ្ចប់ដោយរបៀបណានៅពេលដែលទ័ពរបស់អាមេរិកមិនព្រមដកចេញពីទីតាំងឈរជើងនៅតំបន់មជ្ឈិមបូព៌ាដែលត្រៀមជានិច្ចដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតលោក Donald Trump នៅថ្ងៃនេះបានប្រកាសថាសំណើសុំចរចារបស់អ៊ីរ៉ង់ជាថ្មីម្ដងទៀតលោកមិនអាចទទួលយកបាននោះទេព្រោះវាអត់មានភាពច្បាស់លាស់ថាតើចរចាដើម្បីអ្វីអាមេរិកមិនទទួលយកការចរចាក៏ព្រោះតែអ៊ីរ៉ង់មិនព្រមចុះចាញ់អាមេរិកនៅក្នុងសំណើថ្មីរបស់អ៊ីរ៉ង់គឺសុំចរចាដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញនិងនិយាយពីបញ្ហាកម្មវិធីនុយក្លេអ៊ែរផងដែរតែលោក Donald Trump បានឆ្លើយតបថាការចរចាមិនអាចធ្វើទៅបាននោះទេអាមេរិកត្រូវទទួលបានការបញ្ជាក់ជាលាយលក្ខណ៍អក្សរថាអ៊ីរ៉ង់ព្រមរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិនហើយការបើកច្រកសមុទ្រហ័រមូសគឺមិនអាចទៅរួចឡើយលុះត្រាតែអ៊ីរ៉ង់ព្រមទទួលយកលក្ខខណ្ឌរបស់អាមេរិកជាមុនសិនសូមជម្រាបថាលក្ខខណ្ឌរបស់អាមេរិកដែលដាក់ទៅលើអ៊ីរ៉ង់នោះគឺអ៊ីរ៉ង់អត់មានសិទ្ធិស្វែងរកការផលិតនុយក្លេអ៊ែរឡើយហើយការបើកច្រកសមុទ្រឡើងវិញនៅពេលនេះអ៊ីរ៉ង់ត្រូវតែព្រមចុះចាញ់សហរដ្ឋអាមេរិកព្រោះអាមេរិកគឺជាអ្នកកាន់សន្លឹកអាត់នៅក្នុងដៃលើច្រកសមុទ្រហ័រមូសមិនមែនអ៊ីរ៉ង់ឡើយការដែលនាវាចម្បាំងរបស់អាមេរិកឡោមព័ទ្ធច្រកសមុទ្រទាំងច្រកចេញនិងច្រកចូលនាំឲ្យអ៊ីរ៉ង់បាត់បង់ចំណូលមួយថ្ងៃមិនតិចជាង$430 លាននោះទេកប៉ាល់របស់ប្រទេសផ្សេងៗដែលចូលទៅយកប្រេងឆៅពីប្រទេសអ៊ីរ៉ង់និងកប៉ាល់របស់អ៊ីរ៉ង់ខ្លួនឯងដែលត្រៀមដឹកប្រេងឆៅទៅកាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកក៏មិនអាចចេញពីកំពង់ផតបានដែរដែលបណ្ដាលឲ្យអ៊ីរ៉ង់បាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់របាយការណ៍របស់អ្នកជំនាញសេដ្ឋកិច្ចឲ្យដឹងថាចាប់តាំងពីសហរដ្ឋអាមេរិកឡោមព័ទ្ធច្រកសមុទ្រហ័រមូសកាលពីថ្ងៃទី13មេសាមកដល់ពេលនេះអ៊ីរ៉ង់បាត់បង់ចំណូលនៃការនាំចេញប្រេងឆៅរហូតដល់ទៅជាង$6,000 លានលោក Donald Trump អះអាងថាលោកទទួលបានសារពីមេដឹកនាំទីក្រុងតេហឺរ៉ង់ថាសេដ្ឋកិច្ចអ៊ីរ៉ង់ដល់មាត់ច្រាំងនៃការប្រកាសអាសន្នហើយលោកបង្ហាញជំនឿចិត្តថាយុទ្ធសាស្ត្ររបស់លោកដែលត្រឹមត្រូវគឺការដាក់ពង្រាយនាវាចម្បាំងរាប់សិបគ្រឿងឡោមព័ទ្ធច្រកសមុទ្រជាការដាក់ទណ្ឌកម្មចំចំណុចខ្សោយរបស់អ៊ីរ៉ង់និងបិទផ្លូវដង្ហើមសេដ្ឋកិច្ចតែម្ដងលោក Donald Trump អះអាងថាលោកមិនចង់បង្ខំឲ្យអ៊ីរ៉ង់ទទួលគ្រាប់បែកឬមីស៊ីលពីសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតឡើយយ៉ាងណាក៏ដោយលោកប្រកាសថាលោកអត់មានផែនការដកទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ាទេហើយអ្វីកំពុងតែត្រៀមជានិច្ចករណីដែលត្រូវធ្វើប្រតិបត្តិការយោធាជាថ្មីម្ដងទៀតជាមួយគ្នានេះដែរបញ្ជាការកងទ័ពសហរដ្ឋអាមេរិកឧត្តមសេនីយ៍ Brad Cooper បានបង្ហាញផែនទីចង្អុលបង្ហាញយុទ្ធសាស្ត្រថ្មីដើម្បីវាយប្រហារអ៊ីរ៉ង់ផែនទីនេះបានបង្ហាញទៅលោក Donald Trump ថាសង្គ្រាមដំណាក់កាលទី2គឺ1ចាប់យកច្រកសមុទ្រហ័រមូសពីដៃរបស់អ៊ីរ៉ង់ឲ្យដាច់2បញ្ជូនទ័ពអាមេរិកចាប់យកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅលើទឹកដីអ៊ីរ៉ង់ផ្ទាល់ដើម្បីរឹបអូសសារធាតុអ៊ុយរ៉ាញយ៉ូមដែលអ៊ីរ៉ង់ផលិតបានរួចទៅហើយតាមអ្នកជំនាញឲ្យដឹងថាអ៊ីរ៉ង់ផលិតសារធាតុអ៊ុយរ៉ាញយ៉ូមដែលជាវត្ថុដើមផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល400គីឡូក្រាមហើយដែលអ្នកជំនាញថាវាអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានចំនួន10គ្រាប់សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតមិនឲ្យអ៊ីរ៉ង់ក្លាយទៅជាប្រទេសមហាអំណាចនុយក្លេអ៊ែរឡើយអ្វីដែលសំខាន់គឺអ៊ីស្រាអែលដែលជាសត្រូវប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ក៏បានសច្ចាថាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរមកគំរាមកំហែងខ្លួនដាច់ខាត